ក្រុមទាំងពីរបញ្ចប់ផលិតផលយើងឃើញថាក្រុមម្ចាស់ផ្ទះបានយកឈ្នះ2-1នេះគឺជាវីដេអូ highlight ទាំងស្រុងមកនៃការប្រកួតសប្តាហ៍ទី18រវាង Live FC ជាមួយនឹង ISI ដង្កោសាន់ជ័យដែលធ្វើឡើងនៅកីឡដ្ឋាន Live ខេត្តព្រះសីហនុឱកាសដំបូងរបស់ ISI ដង្កោសាន់ជ័យកន្លែងនៃការតត់ឆ្វេងរបស់សំអល់ទីណាក៏ជះបាល់បានពីសាយច័ន្ទដុល្លារឱកាសកន្លែងនៃការបញ្ជូនចោះមកហើយក៏ Rodriguez បញ្ជូនឲ្យអ៊ុនសុករឹតបាទទាញហើយក៏ទាត់ស្ដាំបាទគ្មានសល់ទេមកមួយគ្រាប់នេះល្អមែនទែនពីការទាត់បញ្ចូលទីរបស់អ៊ុនសុករឹតបាទទះស្ដាំបំប៉ោងសំណាញ់ទីកន្លែងនេះឱកាសរបស់បាទ Live FC វិញម្ដងការទាត់ស្ដាំរបស់ Hayansu ក៏ជួយបានបាទពីនាងផានិតកន្លែងនេះទាត់ស្ដាំរបស់គីម Hayansu ក៏ហើបាទបុករបស់ទីឱកាសកន្លែងនេះបាទស៊ូហ្គោអាគីបាមិនបញ្ជូននោះទេបាទកັບទៅខ្លួនឯងក៏ខូចបាល់ទៅហើយឱកាសកន្លែងនេះក៏បញ្ជូនឲ្យហាវសុកណេតកັບហើយក៏ជួយបានពី Gabriel Silva បាទបញ្ជូនបាល់ជះខ្លីៗហើយឱកាសទាត់ស្ដាំរបស់គៀពិសិដ្ឋក៏ជះបាល់បានបាទពីនាងផានិតផងដែរការលើកកោងចូលមកខាងក្នុងកន្លែងនេះក៏រកបាំងគ្រាប់បាល់តាមស្មារពីការតែរបស់ Gabriel Silva បានយ៉ាងល្អកន្លែងនេះបាទវិញនឹងផ្លត់ស្នៀតទៅហើយការលើកបាទពីបាទកិនតាសមិក៏ឃ្លៀបាល់តាន់ពេលវេលាបាទពីបាទខ្សែការពារកន្លែងនេះ Arthur Cham ទាត់ស្ដាំក៏ជួយបានពីអ្នកចាំទីការបញ្ជូនចោះខ្លីៗទាត់ស្ដាំរបស់គីពិសិដ្ឋក៏នៅតែជួយបានមកពីអ្នកចាំទីដូចគ្នាតែកន្លែងនេះពីគីហាំយ៉ាស៊ូគីមហាយ៉ាស៊ូទាញហើយក៏បញ្ជូនឲ្យកាមីសាក៏ទះស្ដាំហើរំលងរបស់ទីកន្លែងនេះហើយបាទគីមហាយ៉ាស៊ូបាទទៅលឿនហើយក៏ទាត់ស្ដាំបាទបញ្ចូលទីបានល្អធ្វើឲ្យអ្នកគ្រប់គ្រងនៅកីឡដ្ឋានឡៃបាហូកញ្ជ្រៀវបាពេញ Stadium តែម្ដងឱកាសចុងម៉ោងមកមុនថាប់តតឆ្វេងក៏មិនចំក៏ដែរកន្លែងនេះអ៊ុមរុសាមរ៉ាតតស្ដាំក៏បាល់ស្រាលបាទជួយបានពីសាយច័ន្ទដុល្លារការលើកកោងចូលមកខាងក្នុងកន្លែងនេះក៏ជះបាល់បាទទៅណាមិនឆ្ងាយឃ្លៀបផ្ដាច់បាទពីតំបន់ការពារ